ធ្វើម៉េចការពារកុំឲ្យពួកអាចោរសៀមនោះកើតមករួចឲ្យសោះលោកណាលោកប្តីគ្រិស្តសករាជឆ្នាំ800បុរសព្រះអង្គអាចក្លាហានមួយរូបឆ្លងសមុទ្រគេចពីអាណាចក្រជ្វាកាន់អាណាចក្រចេនឡាខ្ញុំពៅមេលាជាប្រពន្ធទី6របស់បងនោះឯងសម័យចេនឡាគឺជាសម័យដែលខ្មែរបោះបែកជាចេនឡាលេខនិងចេនឡាលេខគូសង្គ្រាមស៊ីពើគ្មានថ្ងៃយប់ប៉ុន្តែខ្ញុំជ្រងពេលវេលាមកសម័យចេនឡាជាពិសេសខ្លាយជាតាកិច្ចចាស់អត់លិត那我没讲，什么都只给不上了。你人里我闹萝卜萝卜见，班子把钱儿萝卜见，面头嘛比赛，直播位头不见萝卜见，爱多老得去那比波了陪干，狗买蹦来。យើងទៅឆ្នាំ2025ទៅអីបើចោលសៀមវាទម្លាក់ក្របអត់ជប់បែបនេះនោះយើងនៅទីនេះសុខសាន្តជាពិសេសគឺយើងមានប្រពន្ធស្អាតជាច្រើនអ្នកទៀតផងហើយកាន់តែរឿងនេះគឺចំណាយពេលវេលានិងថវិកាច្រើនណាស់ដើម្បីផលិតនិងបញ្ចូលសំឡេងដូច្នេះជាកម្លាំងចិត្តសូមជួយ like share និង subscribe ផងដែរសូមអរគុណ